ព្រោះតែជាតិនិងប្រជាជនសម្ដេចតេជោមានទេពាក្យថាហត់នឿយឆ្លងកាត់105សមរភូមិនិងរបួសធ្ងន់5ដងលោកជាធិរិទ្ធអ្នកនាំពាក្យសម្ដេចតេជោនៅថ្ងៃទី22ខែធ្នូឆ្នាំ2025បានសរសេរសំណេរដ៏មានអត្ថន័យបែបនេះថាព្រោះតែជាតិនិងប្រជាជនសម្ដេចតេជោហ៊ុនសែនមានទេពាក្យថាហត់នឿយឆ្លងកាត់105សមរភូមិនិងរបួសធ្ងន់5ដងលោកជាធិរិទ្ធបានកត់ត្រាសំខាន់នៃបេសកកម្មរបស់សម្ដេចតេជោក្នុងបុព្វហេតុប្រជាជននិងមាតុភូមិយ៉ាងដូចនេះថាថ្ងៃទី20ខែមិថុនាឆ្នាំ1977យកជីវិតជាដើមទុនដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ថ្ងៃទី22ខែតុលាឆ្នាំ1996ធ្វើដំណើរចូលទៅតំបន់ខ្មែរក្រហមដោយយកជីវិតទៅប្តូរនឹងសន្តិភាពសម្រាប់កម្ពុជារហូតបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅថ្ងៃទី29ខែធ្នូឆ្នាំ1998ដឹកនាំកម្ពុជាពីគំនរផេះផង់ឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់ 7% ក្នុងមួយឆ្នាំនិង2ទសវត្សរ៍នៅមុនកូវីដ-19 បើតាមលោកជាធិរិទ្ធបច្ចុប្បន្នសម្ដេចតេជោកំពុងរួមជាមួយសម្ដេចធិបតីផ្ដល់យុទ្ធសាស្ត្រដល់បណ្ដាមេទ័ពទប់ទល់ជាមួយសត្រូវឈ្លានពានគ្រប់ពេលដែលជាតិនិងប្រជាជនជួបការលំបាកតែងតែមានវត្តមានរបស់សម្ដេចជានិច្ចជីវិតសម្ដេចជារបស់ជាតិខ្មែរអ្នកនាំពាក្យសម្ដេចតេជោរូបនេះបានគូសបញ្ជាក់ថារាល់ពេលប្រចាំការលោកតែងដំណើរឲ្យសហការីស្គាល់ពីបទពិសោធន៍ក្នុងភ្នក់ភ្លើងសង្គ្រាមនិងដឹកនាំប្រទេសដោយលោករំលឹកជារឿយៗថាជីវិតហ៊ុនសែនមិនសមបើអាចរស់មកដល់ពេលនេះទេព្រោះឆាកជីវិតលំបាកពេកសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាធ្លាប់មានប្រសាសន៍ថាសម្ដេចមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាធ្លាប់មានប្រសាសន៍ថាសម្ដេចមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតសម្ដេចតេជោយកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជនយកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះឈ្នះយកអំណាចទៅប្តូរជាមួយសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែងតាមរយៈការផ្ទេរដឹកនាំពីជំនាន់ចាស់ទៅជំនាន់ថ្មីសម្ដេចមានប្រសាសន៍បន្ថែមថាចូលចងចាំថាគ្មានជោគជ័យឬលទ្ធផលណាមួយគ្មានការបង់ថ្លៃឬការលះបង់ឡើយ